សួស្តីអ្នកទាំងគ្នាចុងថ្ងៃនេះគឺយើងមកបង្ហាញទាក់ទងទៅនឹងការប្រភេទនៅ comment 3គឺ VI Vim ហើយនិង Nano នៅក្នុងកម្មវិធី tool របស់យើងគឺខ្ញុំប្រើ Putty អ្នកទាំងគ្នាចុងគោលបំណងដែលគេប្រើ VI Vim ហើយនិង Nano ហ្នឹងគឺដោយសារតែវាគឺជា text editor មួយដែលវាដូចជា Notepad មួយចឹងគ្រាន់ថា Notepad គឺយើងអត់អាចប្រើសរសេរនៅក្នុង Linux បានគ្រាន់តែNotepad យើងប្រើនៅក្រៅចឹងទៅគឺអត់អាចសរសេរនៅក្នុង Linux នឹងបានអញ្ចឹង VI Vim ហើយនិង Nano នោះគឺយើង install នៅលើ Linux server នោះដែរយើងប្រើវាដើម្បី config នៅលើ Linux វាជា terminal editor text ចឹងតើតើទៅនឹង Linux ហើយនិង Windows គឺវាខុសគ្នាមែនដោយសារតែ Windows គឺយើងប្រើវាគឺយើងត្រូវការ click តរហូតគឺ copy Linux គឺវាអាចគឺយើងគ្រាន់តែប្រើ command text file ហ្នឹងទៅគឺយើងវាលឿនជាង Windows ហើយជាពិសេសគឺវា control ទៅ everything មកដូចជា network user security និង website តាមរយៈ text file ហ្នឹងចឹងVI Vim ហើយនិង Nano គឺវាខុសគ្នាមិន VI ហើយនិង Vim គឺវាប្រើដូចគ្នាទាំងស្រុងមកគ្រាន់តែ Vim គឺយើងត្រូវការ install វាដើម្បីប្រើនៅក្នុងLinux នឹងបានប៉ុន្តែវាគឺវាមានស្រាប់គឺយើងប្រើវាមកចំពោះ Nano គឺវាស្រួលជាង VI ហើយនិង Vim វាលឿនជាងហើយវាអត់សូវស្មុគពិបាកច្រើនដូច Vim ហើយនិង V ហ្នឹងចំពោះ Nano គឺយើងប្រើវាដើម្បីទៅ config ចូលទៅប្រើប្រាស់ក្នុងការ login user ឬក៏ password ផ្សេងៗឧទាហរណ៍ដូចជា Putty នេះចឹងPutty នេះគឺមុនដំបូងគឺដូចជាដំបូងដែលខ្ញុំត្រូវ login ចូលអញ្ចឹងដល់ពេលខ្ញុំអត់ទាន់បាន config គឺវា load SSD9 មករហូតប៉ុន្តែនៅពេលដែលខ្ញុំប្រើ command ទាក់ទងទៅនឹងNano ខ្ញុំប្រើ command ហ្នឹងដើម្បី config password login ចូលក្នុង Putty ហ្នឹងគឺគាត់យើងវាយ command ហ្នឹងមកនៅក្នុង local host ហ្នឹងគឺខ្ញុំអាចចូលទៅក្នុងប្រើប្រាស់ login ចូល Putty ហ្នឹងបានអញ្ចឹងយើងចូលទៅដឹងតាក់ទងទៅនឹង command VI ហើយនិង Vim ហើយនិង Nano នោះអញ្ចឹង Vim ហើយនិង VI គឺយើងប្រើ escape រហូតប៉ុន្តែ Nano គឺយើងគ្រាន់តែប្រើ control គឺវាអត់សូវស្មុគច្រើនដូច Vim ហើយនិង VI ហ្នឹងអញ្ចឹងយើងកុំឲ្យខាត់ពេលយើងចូលដឹងតាក់ទងនឹងគឺខ្ញុំប្រើ V តែខ្ញុំដាក់E មួយអានោះខ្ញុំថាខ្ញុំ T អញ្ចឹងនៅពេលដែលយើង enter វាមកវានឹង load សញ្ញាតកទឹកហ្នឹងឯងអញ្ចឹងសញ្ញាតកទឹកហ្នឹងគឺវាកន្លែងដែលយើងអាចទៅ save text បានអញ្ចឹងយើងគ្រាន់តែចុច insert ហើយចុច I ហ្នឹងមកអញ្ចឹងយើងសរសេរបានយើងចុច I នោះហើយយើងអាចទៅ save space supporting អញ្ចឹងដល់ពេលដែលយើងចង់ទៅ save ជូនក្រុមយើងគ្រាន់ enter វាមកនេះឧទាហរណ៍យើងចង់ទៅ save H1 ទៀតយើងមាន line ច្រើនឧទាហរណ៍យើងចង់អត់ចង់ទៅ save វិញគឺយើងគ្រាន់ចុច escape ហើយ U នេះអញ្ចឹងមានថាយើងលុបវាចោលទាំងអស់ហើយប៉ុន្តែយើងចុច in មកនេះយើងចុចអក្សរ U មិនមានថាយើង clear វាអត់ទៅសេទាំងអស់ប៉ុន្តែអានេះគេឲ្យយើងទៅសេច្រើនឡើងហើយយើងចង់លុបអា line ទាំង4នេះចោលអញ្ចឹងយើងចុច escape ចុច